អត្ថប្រយោជន៍នៃការកាត់ផ្កាទុរេនដើម្បីជួយសម្រេចបានផលិតភាពខ្ពស់សូមចូលរួមជាមួយពួកយើងនៅ Channel BAMF Cambodia ក្នុងវីដេអូនេះជាដំបូងយើងនឹងចែករំលែកជាមួយអ្នកនៅអត្ថប្រយោជន៍នៃការកាត់ចេញផ្កាទុរេននិងទី2ពីរបៀបកាត់ចេញផ្កាទុរេនឲ្យបានត្រឹមត្រូវដើម្បីទទួលបានទិន្នផលខ្ពស់សម្រាប់សួនច្បារកត្តាទី1យើងត្រូវកាប់ផ្កាទុរេនប្រសិនបើក្នុងដើមទុរេនយើងទុកផ្កាច្រើនផ្ដល់សារធាតុចិញ្ចឹមឲ្យវាស៊ីផ្កាទាំងអស់គឺដើមយើងដំបូងគឺវាបាត់បង់កម្លាំងហើយផ្កានឹងប្រកួតប្រជែងគ្នាខ្លះធំខ្លះតូចប៉ុន្តែមនុស្សភាគច្រើនឃើញផ្កានៅខាងក្រៅចុងមែកវានឹងធាត់ជាងផ្កាខាងក្នុងដើមព្រោះសារធាតុចិញ្ចឹមនឹងប្រើមែកប៉ុន្តែយើងមិនអាចប្រើស្លឹកខាងក្រៅបានឡើយផ្កានៅខាងក្រៅមែកពីព្រោះអត្រាផ្លែវាអន់ណាស់ហើយយើងប្រើផ្លែនោះដើម្បីរកលុយក៏មិនបានផលដែរយើងនឹងផ្ដោតលើដើមនិងមែកធំដូចនេះទី2ពេលយើងកាត់ផ្កាវានឹងជួយឲ្យសត្វល្អិតដែលនៅចន្លោះទេនេះនឹងមិនអាចបង្ហាញខ្លួននៅទីនេះបានទេប្រសិនបើពួកវាលេចឡើងនោះនៅពេលដែលយើងបាញ់ថ្នាំនោះថ្នាំនឹងជ្រាបចូលទៅក្នុងចន្លោះទាំងនេះបានយ៉ាងងាយដោយជួយឲ្យដើមផ្កាទាំងនេះមានភាពស្អាតស្អំពីពួកសត្វល្អិតនិងព្រូនពេលផ្កាជិតចេញផ្កាវានឹងមានព្រូនច្រើនដូច្នេះយើងអាចកម្ចាត់សត្វល្អិតទាំងនេះបាននៅពេលដែលយើងកាត់ដូចនេះពួកគេនឹងប្រមូលផ្ដុំសារធាតុចិញ្ចឹមរបស់វានៅលើផ្កាហើយបន្ទាប់មកពួកគេនឹងជ្រើសរើសផ្លែឈើទាំងនេះដើម្បីក្លាយជាផ្លែឈើដែលនឹងបង្កើតផលនៅពេលក្រោយដូច្នេះតើយើងនឹងកាត់ចម្ងាយប៉ុន្មានធម្មតាយើងនឹងវាស់វាប្រហែលនឹងវិសាលភាពនៃដៃបន្ទាប់មកអំពីវិសាលភាពបែបនេះមនុស្សយើងនឹងអាចកាត់ចេញបាននៅទីនេះសួនរបស់យើងបានអនុវត្តរូបមន្តនេះប្រហែលមួយដៃយើងនឹងកាត់ចេញឃើញហើយសួនផ្ការិចហើយកាត់ចេញស្អាតណាស់អ្នកឃើញទេនៅពេលដែលយើងអាចធ្វើបែបនេះបានដើមឈើរបស់យើងមានពន្លឺខ្លាំងដើមឈើរបស់យើងត្រូវបានចិញ្ចឹមហើយដើមឈើក៏មានសុខភាពល្អផងដែរវាមិនត្រូវបានចុះខ្សោយនោះទេរាល់ចម្ងល់បច្ចេកទេសអាចតាក់ទងមកលេខ0972977528 518 BAMF Cambodia សូមជូនពរឲ្យការដាំដុះទទួលបានជោគជ័យ